Det her er Living Hope Center i Kambodja. I samarbejde med den lokale kirke, Church of Siem Reap, har Dansk Luthersk Mission bygget centret. Hver dag kommer mange børn og unge, hvor de lærer engelsk og hører om Jesus. Se med her og hør et vidnesbyrd fra en, der kommer på centret og har lært at hækle. មួរៈស្មី15ឆ្នាំមានបងប្អូន5នាក់ហើយម៉ាក់ប៉ាម៉ាក់លក់ដូរហើយនឹងប៉ាធ្វើសំណង់មានអត់សូវមានច្រើនមានតិចតួចមានបញ្ហាខ្លះដូចរឿងមានអត់មានសូវថ្ងៃខ្លះមានអីជិះចឹងហើយថ្ងៃខ្លះម៉ាក់លក់អត់សូវដាច់មិនប៉ុណ្ណឹងច្រើនសារតែមានស្ដាប់ព្រះបន្ទូលថ្មីទទួលយកអីដែលថ្មីពីព្រះគម្ពីរហើយបានស្គាល់មិត្តភ័ក្តិស្គាល់អីនៅសាលាសារតែខ្ញុំចង់ចាក់បានលុយរៀនទុកអីចង់ធ្វើកាយមានអារម្មណ៍បានស្គាល់ត្រង់ហើយបានថ្ងៃខ្លះអដ្ឋានអីឲ្យគាត់ទៅប្រាប់ទៅត្រង់ការលំបាកអីអដ្ឋានទៅត្រង់ហើយនឹងត្រង់ក៏បានផ្ដល់ឲ្យយើងមកវិញដែរជម្រាបលាបាយបាយ